មុននឹងយើងរៀបក្រវ៉ាត់ចូលយើងយកក្រវ៉ាត់វាមកសិនណាបងប្អូនហ្នឹងហើយយើងរៀបក្រវ៉ាត់យើងយកក្រវ៉ាត់មកហើយក្រវ៉ាត់វាមកសិនរួចហើយប៊ីស្តុងយើងលាងវាឲ្យស្អាតសិនណាបងប្អូនហ្នឹងហើយលាងឲ្យស្អាតកោសកញ្ញំទាំងក្នុងទាំងក្រៅតាមច្អូអស់ទៅឬក៏យើងចាប់ផ្ដើមយកក្រវ៉ាត់មកយើងចាប់ផ្ដើមរៀបចូលអញ្ចឹងបងប្អូនរៀបក្រវ៉ាត់គូយន្ត14សេសឬ15កន្លះបងប្អូនមិនបាច់មានប្រដាប់ចាប់បហាទេយើងប្រើតែដៃបងប្អូនហ្នឹងហើយយើងប្រើតែដៃឬមុននឹងយើងដាក់នេះយើងដាក់ក្រវ៉ាត់ប្រេងសិនបងប្អូនហ្នឹងហើយក្រវ៉ាត់ប្រេងមុនក្រវ៉ាត់ប្រេងរបស់វា15កន្លះហ្នឹងយើងដាក់កងរសអពេលហ្នឹងមុនហើយក៏យើងចាប់ផ្ដើមយកក្រវ៉ាត់ប្រេងហ្នឹងគឺយើងចកត់មកចង្ហៀងបងចកត់មកចង្ហៀងឲ្យចូលមករួចក៏ហើយយើងហែកមកចង្ហៀងទៅគឺវាចូលរួចក្រវ៉ាត់14ឬ15កន្លះហ្នឹងខុសគ្នាបងប្អូន14តូចជាង15កន្លះអញ្ចឹងអត់អាចត្រូវគ្នាទេ14 15បងប្អូនហ្នឹងហើយអញ្ចឹងយើងញាត់មកបញ្ចូលក្រវ៉ាត់ប្រេងមួយហើយអញ្ចឹងក៏ខ្ញុំចាប់ដើមញាត់ក្រវ៉ាត់ខ្យល់មានច្អូទូចមួយបងប្អូននៅក្រោយជុំវិញរបស់វាមានច្អូតូចមួយគឺក្រវ៉ាត់ខ្យល់ក្រវ៉ាត់ទី2បងប្អូនហ្នឹងហើយក្រវ៉ាត់ប្រេងរបស់វាតែមកក្រវ៉ាត់ទី2បងប្អូនហ្នឹងអញ្ចឹងក៏ខ្ញុំរៀបក្រវ៉ាត់ទី2បញ្ចូលអញ្ចឹងយើងរៀបមិនបាក់យើងយកប្រដាប់បដាយទេគឺយើងរៀបនឹងដៃបងប្អូនហ្នឹងហើយយើងបវល់វាមកឬយើងញាត់ចូលមកជាហៀងយើងបវល់វាមកចូលបងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំយកក្រវ៉ាត់ខ្យល់មួយទៀតបានក្រវ៉ាត់ខ្យល់ហ្នឹងគឺយើងយកមកក្រវ៉ាត់ខ្យល់យើងដាក់ខាងណាក៏បានដែរបងប្អូនហ្នឹងហើយមិនបាក់មើលទេអញ្ចឹងយើងចកត់មកជាហៀងដូចខ្ញុំចកត់ចឹងមកបាទហ្នឹងហើយតម្លាក់ចូលច្អូក្រវ៉ាត់វាហ្នឹងបាទហ្នឹងហើយតម្លាក់ចូលច្អូក្រវ៉ាត់ចឹងមកឬយើងទាញមកជាហៀងខាងនោះមកបវល់មកចូលផ្លុកបងប្អូនហ្នឹងហើយយើងយកញាត់2កាំក៏ចូលដែរព្រោះ14ឬ15កន្លះវាតុននេះក្រវ៉ាត់វាបងប្អូននេះក្រវ៉ាត់ភ្លើងបាទក្រវ៉ាត់ភ្លើងយើងដាក់អក្សររបស់វាហ្នឹងចេញក្រៅបងប្អូនហើយវាមានសញ្ញាអក្សរវាចេញក្រៅអញ្ចឹងញាត់មកជាហៀងមកទាញបកាច់មកចូលបងប្អូនហ្នឹងហើយអញ្ចឹងអានេះជាវិធីរៀបក្រវ៉ាត់ប៊ីស្តុងគោយន្តគូបតាបងប្អូនហ្នឹងហើយអញ្ចឹងវា15កន្លះនេះយើងស្រួលរៀបទេក្រវ៉ាត់វាស្ដាងឬយើងរៀបហើយយើងបវល់ក្រវ៉ាត់ហ្នឹងបងប្អូនហ្នឹងហើយឲ្យក្រវ៉ាត់ខាងក្រោយទី2ហ្នឹងគឺយើងវល់ចុះជាហៀងខាងក្រោមសាងខាងរួចក្រោយក្រវ៉ាត់ប្រេងនេះដាក់ពីមុខចំបងហ្នឹងហើយអញ្ចឹងយើងបវល់ឲ្យចំមួយមកបាទនេះដាក់ខាងដៃមួយដៃចូលហ្នឹងទៅខាងក្រោមហ្នឹងមករួចនេះរុនប្រេងបាទដៃយើងក៏ឡើងលើអញ្ចឹងដាក់ឡើងលើអញ្ចឹងបងប្អូនរុនប្រេងឡើងលើហ្នឹងហើយវីដេអូខ្ញុំប៉ុណ្ណឹងអរគុណបាយបាយ